8 វិធីជួយឲ្យមនុស្សយើងអាចរស់ចាកឆ្ងាយពីជំងឺទឹកនោមផ្អែមបានបងប្អូនធ្វើម៉េចចូលស្ដាប់ដល់ចំណុចទី8ទាំងអស់គ្នាបងប្អូនសង្កេតឃើញស្ថិតិមនុស្សដែលគាត់កំពុងតែមានបញ្ហាជំងឺទឹកនោមផ្អែមនៅពេលបច្ចុប្បន្នគឺកើនឡើងខ្ពស់មែនទែនថ្ងៃនេះបងប្អូននឹងមកដឹងពី8ចំណុចដែលវាពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនដឹងហើយយកទៅការពារថែទាំកុំឲ្យបងប្អូនជួបនៅវិបត្តិទាក់ទងនឹងជំងឺទឹកនោមផ្អែមវិធីទី1គឺការដែលបងប្អូនហាត់ប្រាណបងប្អូននឹងឲ្យការហាត់ប្រាណគឺវាជួយកាត់បន្ថយជាតិស្ករនៅក្នុងសរសៃឈាមបងប្អូនគឺបានល្អខ្លាំងមែនទែនការហាត់ប្រាណវាមិនត្រឹមតែជួយការពារបងប្អូនពីបញ្ហាជំងឺទឹកនោមផ្អែមទេវាថែមទាំងឲ្យបងប្អូននឹងមានសុខភាពល្អហើយរាងកាយរឹងមាំជាងគឺបងប្អូនកុំជក់បារីការដែលបងប្អូនជក់បារីវាមិនត្រឹមតែបំផ្លាញសុខភាពបងប្អូនពាក់ព័ន្ធជាមួយនឹងការដែលយើងមានបញ្ហាជំងឺទឹកនោមផ្អែមទេវាបំផ្លាញទាំងសូត្រហើយនិងខួរក្បាលរបស់បងប្អូននឹងបន្ថែមទៀតបើមិនជាបងប្អូនមិនចង់ឲ្យខ្លួនឯងមានបញ្ហាជំងឺទឹកនោមផ្អែមគឺព្យាយាមធ្វើម៉េចរស់ចាកឆ្ងាយពីការដែលបងប្អូននឹងជក់បារីទី3គឺកាត់បន្ថយចំណីអាហារណាដែលសម្បូរទៅដោយជាតិស្ករខ្ពស់និងអាហារដែលសម្បូរទៅដោយកាបូនអ៊ីដ្រាតជាប្រភេទអាហារដែលធ្វើចេញពីពពុះម្សៅហ្នឹងក៏វាធ្វើឲ្យបងប្អូនងាយនឹងកើតជំងឺទឹកនោមផ្អែមដូចគ្នាវិធីទី4គឺការដែលបងប្អូនកាត់បន្ថយនៅអាហារកែច្នៃគ្រប់ប្រភេទអាហារប្រែរូបអាហារដែលចូលរោងចក្រមានដូចជាពពុះប្រហិតមានដូចជាពពុះសាច់ក្រកសាច់កែច្នៃគ្រប់ប្រភេទដែលគេរក្សាគុណភាពទុកបានយូរជាពិសេសគឺភេសជ្ជៈគ្រឿងកំប៉ុងរបស់ផ្អែមហ្នឹងកត្តាទាំងអស់ហ្នឹងគឺជាមូលហេតុធំដែលធ្វើឲ្យមនុស្សនាពេលបច្ចុប្បន្ននេះកំពុងតែមានបញ្ហាកើតជំងឺមួយគេហៅថាទឹកនោមផ្អែមហ្នឹងឯងវិធីទី5គឺការដែលបងប្អូនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់តាមគីឡូរាងកាយរបស់បងប្អូនដឹងហើយការដែលយើងញ៉ាំទឹកគឺវាជួយសុខភាពរាងកាយបងប្អូនគឺបានច្រើនមែនទែនមកទូខ្លួនបងប្អូនគឺត្រូវការជាតិទឹកគ្រប់កន្លែងតែម្ដងអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់សុខភាពចង់ថែទាំរាងកាយមួយហ្នឹងព្យាយាមធ្វើម៉េចញ៉ាំទឹកឲ្យត្រូវតាមគីឡូស្តង់ដារដែលបងប្អូនមានវិធីទី6គឺរក្សាគីឡូកុំឲ្យមានការដែលបងប្អូននឹងឡើងគីឡូខ្លាំងពេកព្រោះកាលណាតែបងប្អូនមានបញ្ហាឡើងគីឡូខ្លាំងវាបង្កឲ្យបងប្អូនចាប់ផ្ដើមងាយនឹងកើតជំងឺទឹកនោមផ្អែមហើយមានជំងឺផ្សេងៗជាច្រើនទៀតបងប្អូនចង់ដឹងថាខ្លួនឯងមានគីឡូដែលលើសឬក៏ខ្វះហ្នឹងបងប្អូនគណនាតាម BMI វិធីទី7នេះគឺការដែលបងប្អូនកាត់បន្ថយឬក៏គ្រប់គ្រង stress កុំឲ្យវាមានកើតឡើងនៅក្នុងជីវិតបងប្អូននឹងច្រើនពេកព្រោះតែកាលណាមនុស្សយើង stress ក៏ជាកត្តាមួយដែលនាំឲ្យបងប្អូននឹងកើតជំងឺទឹកនោមផ្អែមដូចគ្នាវិធីទី8ចុងក្រោយគឺការដែលបងប្អូនគេងធ្វើម៉េចឲ្យបានគ្រប់គ្រាន់ចន្លោះពី7ទៅ8ម៉ោងគ្រប់ការដែលមនុស្សយើងគេងគ្រប់គ្រាន់វាជួយក្រអម៉ូនវាជួយរាងកាយបងប្អូនឲ្យទទួលបាននូវសុខភាពល្អកុំឲ្យបងប្អូនមានបញ្ហាសុខភាពទូទៅព្រោះតែកាលណាមនុស្សយើងគេងមិនបានគ្រប់មិនត្រឹមតែកើតបញ្ហាជំងឺទឹកនោមផ្អែមឬក៏ប្រភេទឡើងជាតិស្ករទេវាធ្វើឲ្យបងប្អូនចាប់ផ្ដើមមានបញ្ហាមួយអាយុកោសិកាចាស់ជាងវ័យហើយមានបញ្ហាសុខភាពទូទៅមកនៅជាមួយបងប្អូនទាំងអស់គ្នាគឺច្រើនមែនទែនកុំភ្លេចជួយ share ចែករំលែកវីដេអូនឹងម្នាក់មួយផងដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទទួលដឹងព័ត៌មាននឹងគ្រប់គ្នាផងដែរ